សូមនមស្ការចំពោះព្រះថេរានុត្រៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមសាធុសប្បុរសពុទ្ធបរិស័ទទាំងអស់នៅក្នុងប្រព័ន្ធ social media ថ្ងៃនេះខ្ញុំគណៈអាត្មាភាពសូមលើកយកនៅប្រធានបទគឺអត្តន័យនៃបុណ្យវិសាខបូជា មកសម្ដែងចែកជូនញោមញាតិសាធុសប្បុរសពុទ្ធបរិស័ទទាំងអស់បានស្ដាប់ដើម្បីនឹងបានជាបញ្ញាធិការ នៅក្នុងការប្រារព្ធបុណ្យវិសាខបូជានាពេលខាងមុខនេះចឹងបុណ្យវិសាខបូជានេះគឺប្រារព្ធនៅថ្ងៃទី11ខែឧសភាឆ្នាំ2025ឥឡូវនេះយើងថ្ងៃទី9យើងនៅសល់2ថ្ងៃទៀតគឺនឹងដល់ថ្ងៃដែលនឹងត្រូវប្រារព្ធបុណ្យវិសាខបូជា វិសាខបូជានេះគឺប្រារព្ធនៅហេតុធំទាំង3របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូទី1គឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបរមីខែពិសាខទី2គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុធ15កើតខែពិសាខនិងទី3គឺជាថ្ងៃអង្គារ 15កើតខែពិសាខជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ចូលបរិនិព្វានដោយអនុបាទិសេសនិព្វានធានអញ្ចឹងដោយហេតុទាំង3ធំនេះឯងទៅបានជាពុទ្ធសាសនិកមានប្រសង់ក៏ដូចជាពុទ្ធបរិស័ទបានមូលមតិគ្នាប្រពធ្វើបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំដើម្បីនឹងនឹករលឹកចំពោះឧបការៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងនេះ ព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានប្រសូតនៅក្នុងថ្ងៃ15កើតខែពិសាខពេញបរមីនៅឧទ្យានលំពិនី នៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានគ្រប់អតួនៅក្នុងគ្រប់ទស្សមាសានៅក្នុងអតួនៃព្រះមេដាស្រីមហាមាយាហើយគឺព្រះអង្គទ្រង់បានប្រសូតនៅឯឧទ្យានលំពិនីជាព្រំប្រទល់នៃនគរទេវតហៈនិងនគរកបិលវត្ថុពីព្រោះនាងស្រីមហាមាយាគឺជាអ្នករស់នៅក្នុងរាមក្រាមនៃនគរទេវតហៈហើយចំណែកដែលព្រះបាទស្រីសទ្ធោទនៈគឺជាបរិជានៅក្នុងក្រុងកបិលវត្ថុចឹងទេវតហៈហើយនិងកបិលវត្ថុនេះគឺជាអ្នកដែលជាប់ខ្សែស្រឡាយគ្នាមកជាពីមុនមកជារឿយណាជាប់ខ្សែស្រឡាយគ្នានៅក្នុងថ្ងៃ15កើតខែពិសាខនេះនាងពំពាយសោត្រាបានទៅប្រសូតនៅឯតកោខាងខ្លួននៅឯទេវតហៈនគរប៉ុន្តែដល់ព្រំប្រទល់នឹងឯងគឺឧទ្យានលំពិនីនឹងឯងក៏ចាប់ផ្ដើមឈឺអតួដើម្បីនឹងប្រសូតចំពោះព្រះបរមពុទ្ធសាសនា អរិយាបថរបស់ព្រះនាងស្រីមហាមាយាប្រសូតនៃព្រះបរមពុទ្ធសាសនាបរមគ្រូនៃយើងនេះគឺប្រសូតដោយអរិយាបថឈួរខុសអំពីស្ត្រីទាំងឡាយដទៃដែលតែងតែប្រសូតដោយអរិយាបថអង្គុយឬក៏ដោយអរិយាបថដេកប៉ុន្តែចំពោះនាងស្រីមហាមាយាគឺប្រសូតព្រះបរមពុទ្ធសាសនាដោយអរិយាបថឈួរនៅពេលដែលព្រះនាងកំពុងតែឈឺអតួខ្លាំងនឹងឯងគឺដើមសាលព្រឹកបានតូទុនដើម្បីឲ្យនាងតោងហើយព្រះបរមពុទ្ធសាសនាគឺទ្រង់ប្រសូតថ្ងៃប្រៀបដូចជាធម្មកថាចោះអំពីក្រេធម្មាសនៈដូច្នោះណានៅក្នុងពុទ្ធប្រវត្តិលោកបានអធិប្បាយថា នៅពេលដែលព្រះនាងស្រីមហាមាយាឈឺពោះអតួហ្នឹងឈឺពោះអតួប្រសូតព្រះបរមពុទ្ធសាសនាហ្នឹងគឺប្រៀបដូចជាព្រះបរមពុទ្ធសាសនាប្រៀបដូចជាធម្មពេលដែលព្រះបរមពុទ្ធសាសនាព្រះអង្គទ្រង់ប្រសូតចេញអំពីគួរនៃនាងស្រីមហាមាយានេះគឺប្រៀបដូចជាធម្មកថាចោះអំពីក្រេធម្មាសនៈដូច្នោះអញ្ចឹងនៅពេលដែលព្រះអង្គទ្រង់ប្រសូតហើយនឹងឯងគឺព្រះអង្គទ្រង់បានដើរទៅទិសឧត្តរ7ជំហានមានផ្កាឈូកណៃមកត្រួតប្របាទរបស់ព្រះអង្គហើយព្រះបរមពុទ្ធសាសនាក៏បានពោលនៅអាសភិវាចាថាអកោហមេស្មិលោកសៈមិនមែនអកោហមេស្មឹងទេណាអកោហមេស្មិលោកសៈមកអំពីអកោអហੰអាហ្នឹងអស្មិណាអស្មិហ្នឹងគឺកិរិយាចាតប្រែថារីតថាគាត់នេះរីយើងគឺជាបុគ្គលប្រសើរខ្ពង់ខ្ពស់បំផុតក្នុងលោកសេថោហមេស្មិលោកសៈយើងគឺជាបុគ្គលដល់អកោហមេស្មិលោកសៈយើងគឺជាបុគ្គលឯកក្នុងលោកសេថោហមេស្មិលោកសៈយើងជាបុគ្គលប្រសើរបំផុតក្នុងលោកចេតថោហមេស្មិលោកសៈយើងគឺជាបុគ្គលច្បងនៅក្នុងលោក
អាយមន្តមាមេជាតិណតិទានបណភវោជាតិនេះគឺជាជាតិចំក្រោយរបស់យើងហើយក្រំតែព្រះអង្គទ្រង់ពោលនៅអាសៈភិវេចាដូច្នេះហើយណាការពោលនេះឈ្មោះថាអាសៈភិវេចាហើយអាសៈភិវេចារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះឯងគឺមាន3ជាតិទី1គឺនៅក្នុងកំណើតនៃព្រះសម្មាសម្ពុទ្ធយងយោតកំណើតជាព្រះបរមពុទ្ធសាសព្រះនាមសទ្ធត្ថព្រះនាមមហោសថនៅពេលព្រះអង្គទ្រង់កើតប៉ុន្តែនៅក្នុងជាតិជាមហោសថគឺព្រះអង្គទ្រង់កើតដោយអរិយាបថមេដានឹងឯងគឺអរិយាដេកណាអរិយាបថដេកនៅក្នុងជាតិជាព្រះមហោសថនឹងឯងគឺព្រះអង្គទ្រង់កើតហើយបានពោលភេទថាអមៈអោសថអញ្ចឹងក្រណអមៈអោសថੰនឹងឯងបានជាជំនាញជនទាំងឡាយនឹងឯងថ្វាយព្រះនាមថាមហោសថណាប្រៃថ្វាយព្រះនាមថាមហោសថទី2គឺជាតិដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យកកំណើតជាព្រះមហាវេស្សន្តរនៅពេលដែលព្រះអង្គទ្រង់ប្រសូតហើយនឹងឯងគឺអមៈទានណੰគឺព្រះបរមពុទ្ធសាសពោលពាក្យដូច្នេះហើយណាពោលពាក្យដូច្នេះនៅក្នុងជាតិជាព្រះវេស្សន្តរអញ្ចឹងនៅក្នុងបជាតិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងឯងគឺព្រះអង្គត្រែងដែលប្រសូតហើយចេះនិយាយពោលអាសៈភិវេចាហ្នឹងគឺមាន3ជាតិគឺជាតិជាព្រះមហោសថជាតិជាព្រះវេស្សន្តរនិងជាតិចុងក្រោយគឺជាតិជាព្រះសទ្ធត្ថនេះនៅក្នុងជាតិជាព្រះវេស្សន្តរនឹងឯងគឺមេដារបស់ព្រះអង្គឯងប្រសូតដោយអរិយាបថដេកប៉ុន្តែនៅក្នុងជាតិជាទីបំផុតនេះគឺព្រះសិរីមហាមាយានឹងឯងគឺប្រសូតព្រះបរមពុទ្ធសាសដោយអរិយាបថឈួរណាដោយមានដើមសាលព្រឹកណែតូតុនឲ្យព្រះនាងតោងហើយពពកទេវតាទាំងឡាយនឹងឯងក៏បានមកថ្វាយនៅទឹកក្តៅទឹកអីជាដើមនឹងឯងចំពោះព្រះបរមពុទ្ធសាសបានជានៅក្នុងព្រះអដ្ឋកថាកពីសមន្តបាសាតិកានៅពេលដែលវេរញ្ញព្រាមនៅពេលដែលវេរញ្ញព្រាមនេះឯងបានពោលថាព្រះសម្មាសម្ពុទ្ធនេះព្រះអង្គទ្រង់ជាបុគ្គលដែលឆ្មើងឆ្មៃណាព្រះសម្មាសម្ពុទ្ធហ្នឹងគឺព្រះអង្គទ្រង់ឆ្មើងឆ្មៃបានជាមិនថ្វាយបង្គំចំពោះព្រាមដែលជាអ្នកចម្រើនដោយវ័យជាអ្នកចម្រើនដោយអាយុជាអ្នកចម្រើនដោយភាពជាអ្នកមានសក់ស្កូវជាដើមហ្នឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាមនាលព្រាមពិតដូច្នោះមែនតថាគាត់នេះកាលដែលប្រសូតហើយណាសូម្បីតែមហាព្រំដែលមានអាយុ160,000 កាប់ដែលមានអាយុ16,000 កាប់ក៏មកថ្វាយបង្គំចំពោះយើងដែរបុគ្គលនៅក្នុងលោកនេះមិនថាពុទ្ធមេដាមិនថាពុទ្ធបិតាឬក៏បុគ្គលប្រសើរវិសេសមានមហាព្រំមានសហមបតីព្រំឬក៏មានបុគ្គលដែលប្រសើរនៅក្នុងអរូបព្រំជាដើមនោះគឺជាបុគ្គលតថាគតបណ្ឌិតមើលឃើញថាមិនមានបុគ្គលណាមួយដែលតថាគតក៏បីថ្វាយបង្គំឡើយណានៅពេលដែលព្រះអង្គទ្រង់ពោលនៅអាសៈភិវេចានឹងឯងគឺបុគ្គលប្រសើរខ្ពង់ខ្ពស់ក្នុងលោកជាច្បងក្នុងលោកជាបុគ្គលឯកនៅក្នុងលោកនឹងឯងសូម្បីតែមិនទាន់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធផងក៏យើងមិនទាន់ឲ្យយើងមើលមិនឃើញបុគ្គលណាមួយជាអ្នកដែលតថាគតត្រូវថ្វាយបង្គំនឹងកាលដែលព្រះអង្គទ្រង់នៅជាពុទ្ធស័ក្តិមិនទាន់ស្វែងរកនៅសម្មាសម្ពុទ្ធញ្ញាណផងក៏រកបុគ្គលដែលគប្បីឲ្យព្រះអង្គថ្វាយបង្គំនឹងមិនមានផងបានព្រះអង្គទ្រង់ពោលនៅអាសៈភិវេចាវាចាដែលប្រសើរក្រៃលែងណាអាសៈភិវេចាហ្នឹងយើងប្រែថាវាចាដល់ប្រសើរក្រៃលែងអញ្ចឹងក្នុងជាតិរបស់ព្រះសម្មាសម្ពុទ្ធមាន3ជាតិដែលព្រះអង្គទ្រង់ប្រសូតហើយចេះនិយាយគឺជាតិជាព្រះមហោសថជាតិជាព្រះវេស្សន្តរហើយនិងជាតិជាព្រះសទ្ធត្ថប៉ុន្តែនៅក្នុងជាតិជាព្រះសទ្ធត្ថនេះឯងគឺអស្ចារ្យត្រង់ថាព្រះអង្គទ្រង់ប្រសូតហើយដើរបាន7ជំហាននៅក្នុងព្រះអដ្ឋកថាលោកបញ្យល់ថាដែលព្រះអង្គទ្រង់ដើរបាន7ជំហាននេះគឺជានិមិត្តនៃពុជ្ជង្គៈទាំង7ប្រការមានសតិសម្ពុជ្ជង្គៈអបេខាសម្ពុជ្ជង្គៈវិរិយសម្ពុជ្ជង្គៈបស្សតិសម្ពុជ្ជង្គៈធម្មវិរិយសម្ពុជ្ជង្គៈជាដើមហ្នឹងអញ្ចឹងពុជ្ជង្គៈទាំង7នេះឯងគឺជានិមិត្តធម៌ដោយព្រះអង្គទ្រង់បានដើរបាន7ជំហានក្រោយដល់ពេលដើរបាន7ជំហានហើយក៏អរិយាបថហ្នឹងឯងដូចជាទារកដតីទៀតណាដូចជាទារកដតីទៀតអញ្ចឹងណានៅពេលក្នុងពេលហ្នឹងឯងគឺនៅពេលដែលព្រះអង្គទ្រង់ប្រសូតហើយណាបុគ្គលដែលព្រះអង្គក៏បីនមស្ការថ្វាយបង្គំមិនមានទេណាបុគ្គលដែលព្រះសម្មាសម្ពុទ្ធមិនមានទេអញ្ចឹងនៅក្នុងថ្ងៃ15កើតនេះឯងបានជាជំនាញជនដែលជាអ្នកគោរពកាន់ពុទ្ធសាសនានេះតែងតែនាំគ្នាប្រពធ្វើបុណ្យវិសាខបូជានេះឯងអញ្ចឹងបុណ្យវិសាខបូជានេះគឺប្រារព្ធចំពោះហេតុសំខាន់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានប្រសូតត្រាស់ដឹងនឹងបរិនិព្វាននៅក្នុងនេះព្រះអដ្ឋកថាចារ្យលោកបានបញ្យល់ថានៅក្នុងហេតុដែលអស្ចារ្យនេះ
គឺព្រះសម្មាសម្ពុទ្ធដែលប្រពចំពោះគុណរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងឯងគឺក្នុងជាតិជាទីបំផុតរបស់ព្រះអង្គហើយមានការសម្រេចជាព្រះសម្មាសម្ពុទ្ធមានការសម្រេចនៅសម្មាសម្ពុទ្ធញ្ញាណហ្នឹងឯងគឺនៅពេលដែលព្រះអង្គត្រាស់ដឹងនឹងបរិនិព្វានចំណែកដែលព្រះអង្គនៅជាបុថុជនគឺនៅពេលដែលព្រះអង្គទ្រង់ប្រសូតណានៅពេលព្រះអង្គប្រសូតអញ្ចឹងហើយបានជានៅពេលថ្ងៃប្រសូតហ្នឹងក្នុងថ្ងៃ15កើតហ្នឹងគឺជាពេលដែលព្រះអង្គទ្រង់នៅជាបុថុជនទេដល់ពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងក៏ក្នុងថ្ងៃ15កើតនឹងបរិនិព្វានក្នុងថ្ងៃ15កើតខែពិសាខហ្នឹងគឺជាថ្ងៃដែលព្រះអង្គទ្រង់សម្រេចសម្មាសម្ពុទ្ធញ្ញាណណាជាព្រះអរហន្តអត់មានបាបអត់មានកិលេសជាគ្រឿងគ្រោកក្រិតរូបរិទ្ធចំពោះព្រះអង្គតទៅទៀតទី2គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកនៅក្នុងថ្ងៃ15កើតខែពិសាខនេះព្រះអង្គចាប់ផ្ដើមទ្រង់ពិចារណាមើលថាបើតថាគតនៅប្រព្រឹត្តជាអត្តកលមេដ្ឋានយោគគឺការប្រព្រឹត្តធ្វើខ្លួនឲ្យលំបាកប្រកាសជាស្វែងរកនៅមកធម៌មិនឃើញទេដូច្នេះហើយតថាគតគូតែក្រោកឆាន់អាហារហើយធ្វើខ្លួននឹងឯងឲ្យជាកណ្ដាលបានជាព្រះសម្មាសម្ពុទ្ធនឹងឯងត្រង់ព្រះអង្គទ្រង់ក្រោកហើយទទួលឆាន់អាហារណាទទួលឆាន់អាហារនៅពេលនោះឯងគឺព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានទទួលនៅមធុបាយៈដែលនាងធនទាសីដែលជាទាសីរបស់នាងសុជាតាបាននាំយកនៅមធុបាយៈនិងនាងសុជាតាបាននាំនៅមធុបាយៈយកមកបន់ស្រន់នៅក្នុងក្រោមដើមអសតកព្រឹកដែលបានសម្រេចដើមជ្រៃនៅពេលដែលនាងសុជាតានៅបន់នៅដើមជ្រៃនឹងឯងបានសម្រេចដោយសេចក្តីប្រាថ្នាហើយនាងសុជាតានេះឯងគឺជាមេដារបស់ព្រះយសកលបុត្រណាជាព្រះយសកលបុត្រចឹងព្រះសម្មាសម្ពុទ្ធនៅពេលដែលទទួលមធុបាយៈទាំង49ពំនូតនេះគឺជានិមិត្តហេតុដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងហើយនឹងឯងគឺព្រះអង្គទ្រង់គង់ចាំព្រះវសាទាំង7សប្តាហ៍ហ្នឹងឯងមាននៅក្នុងរាជាតនានៅលើពោធិបលាំងហើយនឹងរាជាយតនៈព្រឹកជាដើមហ្នឹងគឺ7សប្តាហ៍ដែលព្រះអង្គទ្រង់អត់ទទួលទានឆាន់អាហារទេអត់ទទួលទានសោយអាហារដោយសារតែមធុបាយៈទាំង49ពំនូតដែលនាងសុជាតាបានប្រគេននៅពេលដែលព្រះអង្គទ្រង់បានប្រព្រឹត្តខ្លួនជាមជ្ឈិមាបដិបទានៅពេលដែលព្រះអង្គទ្រង់ឆាន់នៅមធុបាយៈរបស់នាងសុជាតាហើយណាព្រះអង្គទ្រង់ក៏និមន្តទៅក្រោមដើមអសតកព្រឹកពេលនោះឯងគឺជួបព្រាហ្មណ៍ម្នាក់ឈ្មោះសោថយព្រាហ្មណ៍នេះឯងក៏បានប្រគេនស្បូវភ្លៀងចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាប្រគេនស្បូវភ្លៀងចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ក៏យកស្បូវភ្លៀងនឹងឯងយកមកឃើញដើមអសតកព្រឹកបាលីថាអសតកព្រឹកខ្មែរយើងហៅថាដើមពោណាខ្មែរយើងហៅថាដើមពោអញ្ចឹងនៅពេលដែលព្រះអង្គទ្រង់ឃើញដើមអសតកព្រឹកហើយក៏ព្រះអង្គទ្រង់យកស្បូវភ្លៀងឯងយកទៅក្រាលទី1នៅទិសខាងជើងនៅពេលដែលព្រះអង្គទ្រង់ក្រាលនៅទិសខាងជើងឯងគឺព្រះអង្គទ្រង់គង់ភ្នែនដើម្បីនឹងចម្រើននៅអាសាសៈបាសាសៈនៅចម្រើនសមាធិគឺការចម្រើននៅក្នុងការដកដង្ហើមចេញដកដង្ហើមចូលនឹងឯងគឺដកដង្ហើមអត់ស្មើដោយសារតដីនឹងឯងគឺវាខ្ពស់ខាងក្រោយទាបខាងមុខអញ្ចឹងគឺធ្វើឲ្យព្រះអង្គឯងដកដង្ហើមមិនស្រួលអញ្ចឹងព្រះអង្គទ្រង់ក៏រើស្បូវភ្លៀងឯងដាក់នៅទិសខាងលិចនៅពេលដែលព្រះអង្គទ្រង់ដាក់នៅទិសខាងលិចនឹងឯងធ្វើឲ្យរាងកាយរបស់ព្រះអង្គផ្អៀងអញ្ចឹងក្នុងការដកដង្ហើមចេញដកដង្ហើមចូលនឹងឯងក៏វាមិនស្រួលបានព្រះអង្គទ្រង់ដាក់នៅទិសខាងត្បូងយកស្បូវភ្លៀងមកដាក់ក្នុងទិសខាងត្បូងនឹងឯងធ្វើឲ្យអរិយាបថរបស់ព្រះអង្គនឹងឯងគឺបាសមុខណាបាសមុខទៀបក្រោយធ្វើឲ្យព្រះអង្គនឹងឯងពិបាកអញ្ចឹងហើយបានព្រះអង្គទ្រង់ក្រាលនៅទិសខាងកើតពេលនោះឯងគឺស្បូវភ្លៀងនឹងឯងគឺនៅពេលព្រះអង្គទ្រង់ក្រាលហើយព្រះអង្គទ្រង់គង់ខាងលើនឹងឯងបានជាអរិយាបថនឹងឯងគឺព្រះអង្គស្រួលនៅក្នុងការចម្រើននៅអាសាសៈបាសាសៈណាការចម្រើននៅក្នុងការដកដង្ហើមចេញដកដង្ហើមចូលនៅពេលនោះឯងគឺព្រះអង្គចាប់ផ្ដើមទ្រង់ធ្វើសមាធិកម្មដ្ឋាននៅពេលដែលព្រះអង្គទ្រង់ធ្វើសមាធិកម្មដ្ឋានហើយក៏ព្រះអង្គទ្រង់ពិចារណានៅបច្ចយាកាណាទ្រង់ពិចារណាបច្ចយាកាគឺបដិច្ចសមបត្តិធម៌នឹងឯងគឺជាអនុលោមជាបដិលោមជាអនុលោមផងជាបដិលោមផងនៅពេលដែលព្រះអង្គទ្រង់ពិចារណាហ្នឹងគឺនៅពេលល្ងាចណានៅពេលល្ងាចគឺព្រះអង្គទ្រង់ចាប់ផ្ដើមពេលល្ងាចមកខ្ញុំកណាសុំថយទៅក្រោយតិចនៅពេលដែលព្រះអង្គទ្រង់សោយមធុបាយៈរបស់នាងសុជាតាហើយព្រះអង្គទ្រង់បានយកភាជន៍មាសនឹងឯងយកទៅបណ្ដែតនៅលើស្ទឹងនេរញ្ជរៈដោយអធិដ្ឋានថាបើសិនជាក្នុងថ្ងៃនេះអាត្មាអញបានត្រាស់ជាព្រះសម្មាសម្ពុទ្ធសូមឲ្យភាជន៍នេះបណ្ដែតទៅច្រាស់ទឹកប្រសិនបើជាអាត្មាអញមិនបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទេសូមឲ្យភាជន៍នេះឯងបណ្ដែតទៅតាមបដោយខ្សែទឹកចុះអញ្ចឹងហើយគ្រាន់តែព្រះអង្គទ្រង់អធិដ្ឋានចិត្តហើយណាព្រះអង្គក៏ទ្រង់បណ្ដែតភាជន៍ដែលព្រះអង្គទ្រង់ទទួលមធុបាយៈនាងសុជាតាហ្នឹងភាជន៍នឹងឯងក៏បានបណ្ដែតច្រាស់ខ្សែទឹកហើយធ្លាក់ចូលនៅក្នុង
ស្ទឹងនៃរញ្ញរានឹងឯងទៅបានស្ទឹងនៃរញ្ញរាទៅលើថាសមាសរបស់ព្រះសម្មាសម្ពុទ្ធ3អង្គមុនមានព្រះកោណាកមនោព្រះកកសន្ធោកោណាកមនោនិងព្រះកសបោអញ្ចឹងហើយពេលនោះឯងកាលៈដែលកំពុងតែដេកលក់ហ្នឹងដេកលក់រហូតអស់មួយកាប់រហូតដល់អស់មួយពុទ្ធធនដល់ហ្នឹងឯងក៏ចាប់ផ្ដើមញាក់ឡើងថាពីម្សិលមិញមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមួយអង្គហើយថ្ងៃនេះមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមួយអង្គទៀតណាដេកយូរមែនទែនអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធហ្នឹងក៏ដើរទៅកាន់អសតកព្រឹកហ្នឹងណាខ្ញុំកណាសុំថយមកក្នុងនឹងបន្តិចនៅពេលដែលព្រះអង្គទ្រង់បានគង់នៅក្រោមដើមអសតកព្រឹកហើយដោយអេរិយាបថបានស្រួលហើយព្រះអង្គទ្រង់បានអធិដ្ឋានថាថ្ងៃនេះប្រសិនបើអាត្មាអញមិនបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទេសូមឲ្យស្បែកទសៃឆ្អឹងឈាមរបស់អញស្ងួតហួតហែងផងទៅចុះក៏មិនក្រោកចេញអំពីបលាំងនេះដែរពេលនោះឯងគឺរតនបលាំងណារតនបលាំងគឺបលាំងពេជ្រដែលមានកម្ពស់14ហត្ថបានផុសចេញមកអំពីផែនប្រតិពីទ្រព្រះសម្មាសម្ពុទ្ធនៅពេលរតនបលាំងឯងផុសចេញមកអំពីផែនប្រតិពីឡើងមកដើម្បីទ្រចំពោះព្រះសម្មាសម្ពុទ្ធនេះមីរាធិរេជឯនោះក៏ចាប់ផ្ដើមលើកកងពលសេនាយោធាមកច្បាំងជាមួយនឹងព្រះសម្មាសម្ពុទ្ធនៅពេលដែលរតនបល្ល័ង្កនឹងឯងផុសចេញមកអំពីផែនប្រតិពីនឹងឯងគឺមានពពួកទេវតាទាំងឡាយនឹងឯងនាំគ្នាមកឲ្យពោសពសាតកាចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាកំពុងតែឲ្យពោសពសាតកាចំពោះព្រះសម្មាសម្ពុទ្ធមេត្រីរាតិរេជនោះឯងបានជិះនៅដំរីមេគ្រីព្រះមនិនលោកកាចាប់ចេញក្នុងមេជីចិត្តមោហននិមិត្តដៃមួយប៉ុនការសត្រាបុនេនេះជីគ្រីមេខលជាតិជីដំរីគ្រីមេខលជាតិណាជីដំរីគ្រីមេខលជាតិណានិមិត្តដៃមួយប៉ុនការសត្រាបុនេនេះជីគ្រីមេខលជាតិណាជីដំរីគ្រីមេខលជាតិនេះមានកម្ពស់200យោជណាមានកម្ពស់200យោជបាននាំកងពលសេនាយោធានឹងមកជាច្រើនអាណែកមកដើម្បីនឹងផ្ចាញ់ផ្សាលចំពោះព្រះសម្មាសម្ពុទ្ធនៅពេលដែលមកហើយមេរាធិរេជនេះក៏បានស្រែកថាណែសមណៈគឧត្តមអ្នកចូលជិះចេញបលាំងនេះគឺជាបលាំងរបស់យើងទេមិនមែនជារបស់អ្នកឡើយព្រះបរមពុទ្ធសាសនាពេលហ្នឹងគឺអត់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធទេព្រះអង្គទ្រង់បានត្រាស់ចំពោះមេថាមនាលមាតើអ្នកមានណាជាសាក្សីបានហ៊ានថារតនបលាំងនេះជារបស់អ្នកមេរាធិរេជក៏បានស្រែកថានេះគឺកងពលសេនាយោធារបស់យើងទាំងឡាយនេះគឺជាសាក្សីពួកកងពលសេនាយោធារបស់មេរាធិរេជនឹងឯងក៏ឲ្យសពសាតកាទទួលគ្រប់គ្រងថាជាសាក្សីរបស់មេរាធិរេជពេលនោះឯងគឺព្រះបរមពុទ្ធសាសនាព្រះអង្គទ្រង់បានពេលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាអ្នកឯងមានកងពលសេនាយោធាគឺជាគ្នារបស់ឯងជាសាក្សីចំណែកតថាគតនេះឲ្យចំណែកយើងនេះមិនទាន់ជាតថាគតទេចំណែកយើងនេះអត់មាននរណាមួយជាសាក្សីទេអញ្ចឹងហើយបុណ្យទានដែលយើងបានធ្វើឯងមានតែផែនដីទេដែលជាអ្នកដឹងឮដូច្នេះយើងក៏សូមឲ្យផែនដីឯងធ្វើជាសាក្សីពេលនោះឯងគឺផែនដីក៏ចាប់ផ្ដើមញ័ររញ្ជួយក៏ក្រោករំពើកហាក់ដូចជាទទួលខ្លួនធ្វើជាសាក្សីចំពោះព្រះបរមពុទ្ធសាសនាណាបរមពុទ្ធសាសនាមិនទាន់ត្រាស់ដឹងនៅជាព្រះបរមពុទ្ធសាសនាណាទទួលប៉ុន្តែខ្ញុំកណាសូមប្រោព្រះសម្មាសម្ពុទ្ធឲ្យក៏ព្រមទទួលជាសាក្សីចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាព្រមធ្វើជាសាក្សីចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់មេរាធិរេជឃើញហេតុដូច្នោះក៏មានការខឹងសម្បាខ្លាំងណាស់ក៏ចាប់ផ្ដើមឲ្យគោនិមិត្តដៃ1000កាន់សត្រាវុធនានានឹងឯងហើយចាប់ផ្ដើមឲ្យមានធ្លាក់ភ្លៀងក្រត់ភ្លៀងទឹកក្រត់ភ្លៀងដុំថ្មភ្លៀងភក់ភ្លៀងផេះក្តៅរហូតដល់19យ៉ាងរហូតដល់9យ៉ាងភ្លៀង9យ៉ាងដើម្បីនឹងឲ្យដេញព្រះសម្មាសម្ពុទ្ធនឹងឯងឲ្យចុះចេញអំពីរតនបល្ល័ង្កប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អត់ចុះចេញដោយសារតែការអធិដ្ឋានបារមីមានទានបារមីសីលបារមីនេកមេបារមីបញ្ញាបារមីវិរិយបារមីអធិដ្ឋានបារមីសច្ចបារមីមេត្តាបារមីនិងឧបេក្ខាបារមីទាំង10ហើយនឹងឧបបារមី10និងបរមត្ថបារមី10នឹងឯងគឺជាអាវុធគឺជាសេនាសម្រាប់ការពារព្រះអង្គអញ្ចឹងមេរាធិរេជដែលមានអធិនុភាពដ៏ខ្លាំងមហិមាទេវតាទាំងឡាយរត់គេចចេញចោលព្រះសម្មាសម្ពុទ្ធប៉ុន្តែរិទ្ធអធិនុភាពរបស់មេរាធិរេជនេះมันអាចយាយីឬក៏ប៉ះពាល់សំបីតែជាជីវររបស់ព្រះសម្មាសម្ពុទ្ធណាសំបីតែជាជីវររបស់ព្រះសម្មាសម្ពុទ្ធក៏มันអាចកម្រើកបានដែរដោយបារមី10និងឧបបារមី10និងបរមត្ថបារមី10របស់ព្រះសម្មាសម្ពុទ្ធដែលធ្លាប់បំពេញមក4អសង្ខ័យ1សែនកាប់ពេលនោះឯងគឺមេរាធិរេជនឹងឯងឃើញហេតុការណ៍ដោយចម្លែកហេតុការណ៍អស្ចារ្យដូច្នេះក៏ចាប់ផ្ដើមនឹងឯងចូលទៅច្បាំងក្រវែងសត្រាវុធចេញអំពីដៃទាំងបំពុននិមិត្តដែលខ្លួនឯងនិមិត្តឲ្យក្រវែងចំពោះព្រះសម្មាសម្ពុទ្ធអាវុធទាំងឡាយនោះឯងក៏คล้ายទៅជាភ្ញីផ្កាបូជាចំពោះព្រះសម្មាសម្ពុទ្ធ
បានពេលនោះឯងគឺនាងគង់ហិញបធនីណានាងគង់ហិញបធនីបានផុសចេញអំពីប្រែនផែនប្រតិពីហើយបានថាបន្ទានដែលព្រះសម្មាសម្ពុទ្ធបានធ្វើនៃឯងគឺមានទឹកដែលព្រះអង្គទ្រង់ជ្រោចនៅលើផែនដីនេះឯងជាស័ក្តិសិទ្ធិអញ្ចឹងទឹកដែលព្រះអង្គទ្រង់ជ្រោចនៅក្នុងការបំពេញទាននឹងឯងគឺមានច្រើនណាស់អញ្ចឹងហើយនាងគង់ហិញបធនីឯងក៏បានច្បូតសក់របស់ខ្លួននឹងឯងចេញមកសិតទឹកធ្វើឲ្យលិចនៅកងពលសេនាយោធារបស់មេរាធិរាជទាំងអស់ធ្វើឲ្យអណ្ដែតត្រៀបត្រាហើយមេរាធិរាជទាំងឯងឃើញហេតុការណ៍ដ៏អស្ចារ្យដូច្នេះក៏រត់កិច្ចខ្លួនហើយតពូននៅក្នុងទីដតីហើយពោលថាព្រះសម្មាសម្ពុទ្ធពិតជាអស្ចារ្យណាស់ដោយអានុភាពនៃបញ្ញានុភាពដែលព្រះអង្គទ្រង់បានសន្សំហើយអញ្ចឹងហើយបានជាព្រះដេកាក្នុងព្រះអធិកថាចារនៃពុទ្ធប្រវត្តិលោកបានបញ្យល់ថាដោយក្រន្តពលពាក្យប៉ុណ្ណេះមេរេតរេទាំងឯងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនៃអនាគតជាតិមួយអង្គដែរណាក្នុងការក្រន្តពលប៉ុណ្ណឹងចឹងហើយគឺមេរេតរេទាំងឯងក៏គឺបានចាញ់ព្រះអង្គនៅពេលថ្ងៃទីភ្លេចបានព្រះអង្គទ្រង់ចាប់ផ្ដើមនឹងឯងផ្ចាញ់មេរេតរេហើយព្រះអង្គក៏ទ្រង់អធិដ្ឋានហើយពិចារណានៅបច្ចយាការគឺអវិជ្ជាបច្ចយាសង្ខារាបច្ចយានឹងឯងនឹងអវិជ្ជាបច្ចយាជាយទ្វេយវិសេសវិរោគិនរោធាសង្ខារៈនិរោធោជាដើមនឹងឯងពិចារណាជាអនុលោមបណឡោមនៅក្នុងពេលបឋមយានព្រះអង្គទ្រង់បានសម្រេចជាបពេនវិសានុសតិញាណនៅក្នុងមជ្ឈមយានព្រះអង្គទ្រង់បានសម្រេចនៅចតោបបតិតញ្ញាណនិងនៅពេលទីភ្លឺគឺព្រះអង្គទ្រង់បានសម្រេចនៅអាសវកញ្ញាញាណអញ្ចឹងហើយបានជាគេសួរថាតើយាមនៅក្នុងព្រះពុទ្ធសាសនានេះការចែកថ្ងៃគឺគេចែកនៅពេលណាអញ្ចឹងនៅក្នុងព្រហ្មញ្ញសាសនាគឺគេចែកនៅពេលម៉ោង12កណ្ដាលរាត្រីគឺគេចែកថ្ងៃណានៅក្នុងព្រហ្មញ្ញសាសនានៅក្នុងព្រហ្មញ្ញសាសនានៅពេលម៉ោង12កណ្ដាលរាត្រីនេះគឺគេចែកថ្ងៃនៅក្នុងពេលកណ្ដាលរាត្រីចំណែកព្រះពុទ្ធសាសនានេះឯងគឺចែកថ្ងៃនៅម៉ោង6ព្រឹកណាម៉ោង6ព្រឹកនេះឯងគឺគេចែកថ្ងៃណានៅអញ្ចឹងសូមចាំណានៅព្រហ្មញ្ញសាសនាគឺគេចែកថ្ងៃនៅម៉ោង12ចំណែកពុទ្ធសាសនាចែកថ្ងៃនៅម៉ោង6ព្រឹកអញ្ចឹងហើយបានជាអ្នកសមាទាននៅអបោសិទ្ធសិលនឹងឯងតែងតែសមាទានចាប់ពីម៉ោងព្រឹកទៅដល់ម៉ោង6ព្រឹកទៅខំពីក្រៅម៉ោង6ព្រឹកដូចជាម៉ោង5 ម៉ោង5អីជាដើមនឹងឯងសមាទានឡើងគឺអត់ទាន់ឡើងទេដោយសារអីមិនទាន់ចែកថ្ងៃណាមិនទាន់ចែកថ្ងៃពីព្រោះនៅក្នុងពុទ្ធសាសនាលោកចែកថ្ងៃនៅម៉ោង6ព្រឹកណានៅម៉ោង6ព្រឹករហូតទៅដល់ម៉ោង6ព្រឹកវិញនឹងឯងគឺឈ្មោះថាមួយថ្ងៃណាមួយថ្ងៃនៅក្នុងព្រហ្មញ្ញសាសនាគឺរាប់ពីថ្ងៃមួយកើតរហូតដល់ថ្ងៃ15រោចឈ្មោះថាមួយខែណាដូចជាថ្ងៃមួយកើត15ថ្ងៃមួយកើតខែពិសាខរហូតដល់ថ្ងៃ15រោចខែពិសាឈ្មោះថាមួយខែប៉ុន្តែនៅក្នុងពុទ្ធសាសនារាប់ពីថ្ងៃ100ខែពិសានឹងឯងជាថ្ងៃដើមខែនៃខែពិសាណាថ្ងៃ15កើតនេះគឺជានៅក្នុងចុងគឹមហរដូវទេមិនទាន់ចុងគឹមហរដូវទេគឺថ្ងៃ15កើតខែពិសានេះគឺនៅចុងខែចុងខែចែកណាចុងខែចែកទេណាចុងខែចែកដល់តែថ្ងៃ100ខែពិសាទើបឈ្មោះថាជាថ្ងៃមួយកើតឲ្យឈ្មោះថាជាថ្ងៃដើមខែនៃខែពិសារហូតដល់ថ្ងៃ15កើតខែចេះទើបឈ្មោះថាមួយខែនៃខែពិសាអញ្ចឹងពុទ្ធសាសនារាប់អញ្ចឹងណារាប់អញ្ចឹងគឺរាប់ចាប់ពីថ្ងៃ100នេះជាថ្ងៃដើមខែចំណែកព្រហ្មញ្ញសាសនាគេរាប់ពីថ្ងៃមួយកើតជាថ្ងៃដើមខែខុសគ្នាទី3គឺប្រពចំពោះហេតុដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ចូលបរិនិព្វាននៅថ្ងៃ15នៅថ្ងៃអង្គារ15កើតខែពិសាខឆ្នាំម្សាញ់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បាននិមន្តទៅដើម្បីចូលបរិនិព្វាននៅឯក្រុងកសិនារាក្រោមដើមសាលព្រឹក្សហេតុដែលអស្ចារ្យនៅក្នុងពុទ្ធសាសនានឹងគឺព្រះអង្គទ្រង់ប្រសូតក៏ក្នុងព្រៃព្រះអង្គទ្រង់ត្រាស់ដឹងក៏ក្នុងព្រៃព្រះអង្គទ្រង់បរិនិព្វានក៏ក្នុងព្រៃទី2ព្រះអង្គទ្រង់បរិនិព្វានក៏ព្រះអង្គទ្រង់ប្រសូតក៏ថ្ងៃ15កើតខែពិសាខព្រះអង្គទ្រង់ត្រាស់ដឹងក៏ថ្ងៃ15កើតខែពិសាខព្រះអង្គទ្រង់បរិនិព្វានក៏ក្នុងថ្ងៃ15កើតខែពិសាខណាចឹងដល់ថ្ងៃ15កើតខែពិសាខនឹងឯងឆ្នាំម្សាញ់ថ្ងៃអង្គារ15កើតខែពិសាខនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានទ្រង់ទៅចូលបរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំងពួងព្រះអង្គទ្រង់ប្រសូតនៅឧទ្យានលំពេនីនៅក្រោមដើមសាលព្រឹក្សព្រះអង្គត្រាស់ដឹងនៅក្រោមដើមអសតកព្រឹក្សព្រះអង្គទ្រង់បរិនិព្វាននៅក្រោមដើមសាលព្រឹក្សចឹងនៅពេលនៅលើក្រេទីបរិនិព្វាននឹងឯងព្រះសម្មាសម្ពុទ្ធបានហៅភិក្ខុសង្ឃទាំងឡាយដើម្បីនឹងផ្ដាំជាចុងក្រោយពេលនោះឯងគឺមានពពួកទេវតាទាំងឡាយឯងនិមិត្តខ្លួនប៉ុនក្របខ្សាច់ចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដើម្បីបានស្ដាប់ពធជាចុងក្រោយអំពីប្រអស់របស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គទ្រង់បរិនិព្វាននៅក្នុងថ្ងៃ15កើតខែពិសានេះឯងដែលជាថ្ងៃដ៏អស្ចារ្យហើយគឺជាថ្ងៃដែលភិក្ខុសង្ឃទាំងឡាយនឹងឯងលែងបានលើប្រអស់របស់ព្រះសម្មាសម្ពុទ្ធដោយផ្ទាល់គឺមានតែព្រះពុទ្ធវចនៈដែលជា
ធัวប្រអងត្រង់បានសម្ដែងនៅក្នុងទីនេះផងទីនោះផងដែលសង្កីតិកាចាប្រមូលចងក្រងជាបត្រៃបិដកឲ្យយើងជាអ្នកគ្រប់បដិបត្តិនៅក្នុងថ្ងៃ15កើតនឹងឯងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្រាប់ព្រះអនន្តនៅពេលព្រះអនន្តថាបពុទ្ធព្រះអង្គនៅចម្រើនទីក្រុងធំធំមានក្រុងវេសាលីមានក្រុងសាវត្ថីក្រុងរាជក្រឹសហេតុអ្វីបានជាព្រះអង្គទ្រង់មិនបរិនិព្វានបែរជាទៅបរិនិព្វាននៅក្នុងក្រុងកុសិនារាដែលជាទីក្រុងតូចដូច្នោះបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងប្រាប់ព្រះអនន្តថាមនាលអនន្តពីដើមក្រុងកុសិនារានឹងឯងគឺជាប្រទេសគ្រប់គ្រងទៅលើបណ្ដាប្រទេសផ្សេងទាំងអស់កាលដែលតថាគតកើតជាស្ដេចឈ្មោះមហាសតិសនៈណាគឺជាស្ដេចចក្រពត្តិគឺស្ថិតនៅក្នុងក្រុងកុសិនារានេះឯងទី2ដែលតថាគតមកបរិនិព្វាននៅក្នុងទីនេះគឺដើម្បីងាយស្រួលនៅក្នុងការបែងចែកនៅសរីរកធាតុរបស់តថាគតបើសិនជាតថាគតបរិនិព្វាននៅក្នុងទីក្រុងរាជក្រឹសក្រុងវេសាលីក្រុងសាវត្ថីស្ដេចធំទាំងឡាយនោះនឹងមិនព្រមបែងចែកនៅសរីរកធាតុរបស់តថាគតទៅតាមបណ្ដាប្រទេសផ្សេងទេប៉ុន្តែបើសិនជាតថាគតបរិនិព្វាននៅក្នុងក្រុងកសិនារានេះគឺមានព្រះម្នាក់ឈ្មោះតូនព្រាមជាអាចារ្យធំទៅលើស្ដេចបណ្ដាប្រទេសផ្សេងទាំងអស់នៅលើផែនដីនេះគឺជាអ្នករៀបចំបែងចែកនៅសរីរកធាតុរបស់តថាគតបានទៅដល់ស្ដេចទាំងឡាយផ្សេងទាំង8នគរណាទាំង8នគរចឹងហើយបានជាតថាគតមកបរិនិព្វាននៅក្នុងក្រុងកសិនារានេះចឹងព្រះអង្គទ្រង់ឃើញអព្យាស្រ័យព្រះអង្គទ្រង់ឃើញហេតុជាមុននេះឯងគេហៅថាអនាគតសញ្ញាណណាព្រះអង្គទ្រង់ឃើញហេតុនៅក្នុងពេលអនាគតដូច្នេះហើយបានជាព្រះអង្គទ្រង់មកបរិនិព្វាននៅក្នុងក្រុងកុសិនារានេះឯងចឹងព្រះអង្គទ្រង់បរិនិព្វានក៏ពេលទីភ្លឺដែរត្រាស់ដឹងពេលទីភ្លឺបរិនិព្វានក៏ពេលទីភ្លឺព្រះអង្គទ្រង់ប្រសូតនៅក្នុងថ្ងៃ15កើតហ្នឹងគឺនៅពេលព្រឹកណានៅក្នុងពេលព្រឹកចំណែកដែលព្រះអង្គត្រាស់ដឹងគឺពេលទីភ្លឺនៅពេលបរិនិព្វានក៏ពេលទីភ្លឺដែរនៅពេលនោះគឺព្រះអង្គទ្រង់បានចូលនិរោធសមាបត្តិមានសញ្ញាវេទិយតនិរោធសមាបត្តិគឺជាអនុលោមផងជាបដិលោមផងអ្នកដែលចូលទៅតាមព្រះសម្មាសម្ពុទ្ធហ្នឹងគឺចូលសមាបត្តិទៅតាមព្រះសម្មាសម្ពុទ្ធហ្នឹងគឺព្រះអនុរុទ្ធចឹងហើយព្រះអនុរុទ្ធចូលតាមព្រះសម្មាសម្ពុទ្ធហើយក៏រៀបរាប់អំពីការចូលនិរោធសមាបត្តិទីបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធប្រាប់ភិក្ខុសង្ឃទាំងឡាយមានព្រះអនន្តជាដើមសួរថាអនុរុទ្ធអវសោតើព្រះសម្មាសម្ពុទ្ធបរិនិព្វានហើយឬបានព្រះអនុរុទ្ធថាមនាលអនន្តព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មិនទាន់បរិនិព្វានទេព្រះអង្គកំពុងតែចូលនិរោធសញ្ញាព្រះអង្គកំពុងតែចូលសញ្ញាវេទិយតនិរោធសមាបត្តិព្រះអង្គទ្រង់ចូលជាអនុលោមផងជាបដិលោមផងបានព្រះអង្គទ្រង់បរិនិព្វានណាព្រះអង្គទ្រង់បរិនិព្វានអញ្ចឹងព្រះអង្គទ្រង់បរិនិព្វាននៅក្នុងថ្ងៃអង្គារព្រះអង្គត្រាស់ដឹងនៅក្នុងថ្ងៃពុធព្រះអង្គទ្រង់ប្រសូតនៅក្នុងថ្ងៃសុក្រព្រះអង្គទ្រង់ប្រសូត15កើតខែពិសាខព្រះអង្គទ្រង់ប្រសូតថ្ងៃពុធ15កើតខែពិសាខព្រះអង្គទ្រង់ត្រាស់ដឹងថ្ងៃអង្គារ15កើតខែពិសាខគឺព្រះអង្គទ្រង់បរិនិព្វាននេះឯងគឺជាហេតុធំដែលពុទ្ធសាសនិកជនទាំងឡាយនឹងឯងតែងតែប្រារព្ធពិធីបុណ្យវិសាខបូជារៀងរាល់ឆ្នាំដោយនឹករលឹកហេតុធំនេះអញ្ចឹងពេលព្រះអង្គទ្រង់ប្រសូតនេះគឺព្រះអង្គនៅជាបតុជនព្រះអង្គត្រាស់ដឹងហើយនឹងបរិនិព្វាននេះគឺព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធអត់មានបុគ្គលណាមួយស្មើចំពោះគុណរបស់ព្រះអង្គឡើយដោយមានករណាគុណវិសុទ្ធគុណនិងបញ្ញាគុណដែលជាគុណធំធេងចំពោះព្រះសម្មាសម្ពុទ្ធចំពោះសពសត្វទាំងអស់អញ្ចឹងហើយគឺខ្ញុំគណៈអាត្មាភាពសូមលើកយកនៅហេតុទាំង3សំខាន់ដែលពុទ្ធសាសនិកតែងតែប្រពចំពោះបុណ្យវិសាខបូជានេះមកចែកជូនចំពោះញាតិញោមពុទ្ធបរិស័ទបកូនណាគុណម្ចាស់និងពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីបានស្ដាប់បានជាប្រយោជន៍បានយល់ដឹងខ្លះអំពីហេតុធំនៅក្នុងពុទ្ធសាសនានេះអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមនមស្ការលា